ហើយទៅក្នុងការចាក់បាទធ្វើរូបភាពមួយហើយសម្រាប់ធ្វើរូបភាពហ្នឹងយើងមានជាអក្សរខ្មែរនៅក្នុងហ្នឹងបាទចឹងដើម្បីយើងចាក់យើងអាចមើលបានបាទរបស់យើងខាងក្រោយយើងមានទៅក្នុងគេហៅថាវត្តធ្វើម៉ាករបស់ក្រសួងអប់រំហើយខាងនេះគឺខួរក្បាលបេះដូងហើយពោះវៀនហើយមកខាងក្រោមយើងមានអក្សរដែលដាក់ថាសាច់ដុំហើយនឹងប្រដាប់របត់ឈាមសួតអញ្ចឹងអក្សរយើងសរុបទាំងអស់គឺមានចំនួន6ជួរតែអ្វីដែលខ្ញុំបានប្រាប់ទៅក្នុងជើមីណៃឲ្យធ្វើការចាក់ពើខ្ញុំប្រាប់វាតែប៉ុណ្ណេះទេដំបូងយើងធ្វើការផាសរូបភាពចូលនៅក្នុងនេះហើយរើសកន្លែងនេះ tool នេះយើងរើស Canva បាទសំទោសយើងរើសកន្លែង create image បាទបន្ទាប់ពីរើស create image ហើយយើងផាសនេះខ្ញុំវាយតែប៉ុណ្ណេះទេខ្ញុំវាយពាក្យថា set color on this image បាទ set color on this image ហើយយើងយកពាក្យថា and remove watermark មានថាយើងចង់បានឲ្យលុបនេះខាងក្រោយនេះណា and keep tick ខ្មែរអញ្ចឹងយើងបញ្ជាក់ប៉ុណ្ណេះវានឹងដឹងថារបស់យើងគឺចេញបែបម៉េចអញ្ចឹងយើងអាចមើលបានតែទៅនឹង result អញ្ចឹងទាំងអស់គ្នាអាចយកមើលបានថាវាចេញបែបម៉េចយើងឃើញថាស្អាតមែនទេណាបាទនេះខួរក្បាលអញ្ចឹងសួតបាទហើយបេះដូងពោះវៀនសាច់ដុំហើយនឹងខាងក្រោមគឺប្រដាប់របត់ឈាមវាចេញឲ្យយើងហ្នឹងអញ្ចឹងយើងធ្វើការ copy ទៅក្នុង image នេះទៅប្រើប្រាស់គឺយើងអាចប្រើប្រាស់បានហើយ save គឺចប់តែប៉ុណ្្នឹងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បង្ហាញជូនអ្នកនរគ្នាហើយគឺអ្នកនរគ្នានឹងយល់